សួស្តីអ្នកនរគ្នាថ្ងៃហ្នឹងគឺថ្ងៃទី1ដែលខ្ញុំមកជប៉ុនហើយថ្ងៃទី1នេះគឺមានរឿងច្រើនមានរឿងដែលខ្ញុំធ្វើបានត្រូវហើយនឹងក៏មានកំហុសមួយចំនួនដែរអញ្ចឹងបើសិនជាអ្នកនរគ្នាចង់មកដើរលេងនៅជប៉ុនដើរលេងខ្លួនឯងមិនមែនតាមធួរអ្នកនរគ្នាអាចមើលវីដេអូហ្នឹងយកជាបទពិសោធន៍បានចង់ដឹងថាថ្ងៃហ្នឹងជួបហេតុកាយគេខ្លះអ្នកនរគ្នាអាចតាមដានវីដេអូខ្ញុំដល់ចប់បានអញ្ចឹងដោយសារតែខ្ញុំ book flight ពីហូជីមិញទៅជប៉ុនអញ្ចឹងខ្ញុំបានធ្វើដំណើរតាមឡានក្រុងចេញពីភ្នំពេញទៅហូជីមិញខ្ញុំគេងនៅមួយថ្ងៃបន្ទាប់ហើយស្អែកឡើងខ្ញុំឡើងពីហូជីមិញមកជប៉ុនវិញហើយដោយសារតែ flight វា early flight ម៉ោង7ព្រឹកប៉ុន្តែយើងត្រូវទៅដល់ពលាន at least ក៏ម៉ោង4កន្លះទៅដល់អញ្ចឹងខ្ញុំបាន book ហូតែលមួយនៅជិតពលានហើយហូតែលហ្នឹងគឺស្អាត clean ហើយនៅជិតពលានមែនតើងាយស្រួលហើយធូរថ្លៃមែនតើតាម8-10រៀលឯងបើសិនជាអ្នកនរគ្នាត្រូវ fly ចេញពីហូជីមិញចង់គេងហូតែលមួយហ្នឹងខ្ញុំអាច recommend អ្នកនរគ្នាបានហូតែលហ្នឹងឈ្មោះអឺ Sunrise Airport Hotel ចំណុចទី2មុននឹង fly ខ្ញុំបាន register immigration online មុនមួយថ្ងៃអញ្ចឹងការ register immigration ហ្នឹងស្រួលនៅពេលដែលយើងទៅដល់ airport នៅជប៉ុននៅពេលដែលយើងចូលទៅកន្លែង immigration ហ្នឹងគេអត់សួរនាំយើងច្រើនទេហើយក៏យើងអត់ត្រូវបំពេញបែបបទឯកសារអីសាំញ៉ាំច្រើនយូរដែរអញ្ចឹងអ្នកនរគ្នាគួរតែ register មុនដើម្បីយក QR អញ្ចឹងនៅពេលដែលទៅដល់ពលានជប៉ុនអ្នកនរគ្នាគ្រាន់តែបង្ហាញ QR ហ្នឹងទៅគឺអាចចេញបានលឿនមែនតើងាយស្រួលហើយក៏អត់ចាំបាច់បំពេញ custom form ដែរតែបើសិនជាអ្នកនរគ្នាអត់បាន register មុនទេទៅដល់ហ្នឹងគេនៅសួរនាំគេនៅឲ្យអ្នកនរគ្នាបំពេញ custom form អីញ៉ៃញ៉ៃច្រើនហើយសម្រាប់ការ register ហ្នឹងអ្នកនរគ្នាអាចចូលតាម link បានចាំខ្ញុំ mention នៅក្នុង caption ហើយនៅពេលដែលចូលវារៀងសាំញ៉ាំបន្តិចបើសិនជាអ្នកនរគ្នាអត់ធ្លាប់ធ្វើវាអាចរៀងពិបាកប៉ុន្តែបើអ្នកនរគ្នាធ្លាប់ធ្វើម្ដងហើយងាយស្រួលទេអ្នកនរគ្នាត្រូវការ log in register ហើយត្រូវដាក់ email វាយ password អីបង្កើត password ថ្មីដូចបង្កើត account ថ្មីអញ្ចឹងណាបន្ទាប់ហើយបើសិនជាមានកន្លែងណាឆ្ងល់អ្នកនរគ្នាអាចសួរ ChatGPT បានព្រោះខ្ញុំសួរតែ ChatGPT ឯមួយថ្ងៃនេះហើយស្រួលមែនតើគឺសួរអីឆ្លើយហ្នឹងហើយខ្ញុំបានបំពេញបានយ៉ាងជោគជ័យហើយនៅក្នុងហ្នឹងមានសំណួរមួយចំនួនដែលគេសួរយើងប៉ុន្តែភាគច្រើនគឺអ្នកនរគ្នាឆ្លើយ no no ទាំងអស់ទៅហើយសម្រាប់ information វិញអ្នកនរគ្នាត្រូវពេញតាំងពីអូតែដែលអ្នកនរគ្នាបាន booking នៅជប៉ុនហ្នឹងអូតែឈ្មោះអីគេ location មាន postal code អីជាដើមអញ្ចឹងបើអ្នកនរគ្នាចង់ដឹងពីរបៀប register និងរបៀបម៉េចអ្នកនរគ្នាអាចសាកសួរ ChatGPT ក៏បានដែរព្រោះវានឹងសម្រាយប្រាប់អ្នកនរគ្នាទាំងអស់ហ្មងហើយមួយទៀតនៅពេលដែលខ្ញុំសួរ ChatGPT ហ្នឹងវាប្រាប់ថាយើងត្រូវការ QR code 2មួយសម្រាប់ immigration មួយទៀតសម្រាប់ custom form ប៉ុន្តែឥឡូវគេបានអាប់ដេតហើយអញ្ចឹងអ្នកនរគ្នាប្រើ QR តែមួយឯងបានទាំង immigration ផងហើយបានទាំង custom form ផងអញ្ចឹងប្រើតែ QR មួយហ្នឹងបង្ហាញគេគឺអ្នកនរគ្នាអាចចូលព្រានបានហើយចំណុចមួយទៀតអ្នកនរគ្នាគួរតែ check in online ជៀសវាងការយើងចូលតម្រង់ជួលចាំ check in ហ្នឹងវាយូរហើយគេត្រូវ check សួរព័ត៌មានយើងច្រើនអញ្ចឹងអ្នកនរគ្នាគួរតែធ្វើការ check in online មុនដោយសារតែរាល់ដងនៅពេលដែលខ្ញុំ book តាម trip.com គេមានកន្លែងឲ្យយើង check in online តែលើកនេះដោយសារតែខ្ញុំចូលទៅ website ANA ដើម្បី book សំបុត្រយន្តហោះហ្មងអញ្ចឹងអឺខ្ញុំអត់ច្បាស់ថាពីរបៀបដែលត្រូវ check in online ហ្នឹងណាតែការពិតគេបានផ្ញើ email ឲ្យយើងមុន fly នឹងថ្ងៃពីរបៀបដែលយើងអាច check in online បានហើយដោយសារថ្ងៃហ្នឹងខ្ញុំទៅដល់គឺខ្ញុំអត់ទាន់បាន check in online ទេអញ្ចឹងខ្ញុំត្រូវតម្រង់ជួរវែងមែនតើអញ្ចឹងខ្ញុំធ្វើភ្លាមហ្មង register check in online អីខ្លួនឯងទៅអញ្ចឹងយើងទៅ short cut លឿនមែនតើងាយស្រួលមែនតើចំណុចមួយទៀតពេលដែលយើងមកដល់ជប៉ុនភាគច្រើននៅជប៉ុននេះយើងអត់ប្រើ Grab ទេបើសិនជាអ្នកនរគ្នាចង់ជិះតាក់ស៊ីគឺថ្លៃខ្លាំងមែនតើជម្រើសដែលល្អសម្រាប់អ្នកដែល on budget ដូចខ្ញុំអីអ្នកនរគ្នាអាចជិះ bus ក៏បានឬក៏ train ក៏បានដែរហើយ train ដោយសារតែវាមានច្រើនខ្សែមែនតើអញ្ចឹងអ្នកនរគ្នាគួរតែទិញស៊ុយកាកាតកាតផ្សេងដោយសារតែខ្ញុំអត់ច្បាស់អញ្ចឹងខ្ញុំ recommend ឲ្យអ្នកនរគ្នាអាចទិញស៊ុយកាកាតតែបើសិនអ្នកនរគ្នាដឹងព័ត៌មានទៅលើកាតផ្សេងអាហ្នឹងអ្នកនរគ្នាអាចប្រើបានអត់អីទេប៉ុន្តែសម្រាប់ខ្ញុំប្រើស៊ុយកាកាតហ្នឹងគឺយើងអាចដកនៅពលានបានអ្នកនរគ្នាក៏អាច register ស៊ុយកាកាតហ្នឹងនៅលើទូរស័ព្ទ iPhone បានដែរប៉ុន្តែរបៀបនៅក្នុងការ register អ្នកទាំងអស់គ្នាត្រូវដូរ location នៅក្នុង setting ហ្នឹងដាក់នៅជប៉ុនហើយនៅខ្មែរឧទាហរណ៍ថា Apple ID យើងបង្កើតនៅខ្មែរបន្ទាប់ហើយយើងគ្រាន់តែដូរ location មកជប៉ុនក៏យើងអត់អាច add ស៊ុយកាកាតនឹងបានដែរលុះត្រាតែយើងដូរ Apple ID ដែល Apple ID យើងហ្នឹងត្រូវដាក់ location នៅជប៉ុនហ្មងអញ្ចឹងឧទាហរណ៍ថាអ្នកនរគ្នាមាន Apple ID មួយដែលនៅខ្មែរអញ្ចឹងអ្នកនរគ្នាអាច log out ទៅហើយបង្កើត Apple ID មួយទៀតដាក់ location នៅជប៉ុនបន្ទាប់ហើយអ្នកនរគ្នា add ស៊ុយកាកាតហើយចាំlog out Apple ID ហ្នឹងដាក់ Apple ID របស់អ្នកនរគ្នាវិញអាហ្នឹងជាវិធីដែល ChatGPT ប្រាប់ប៉ុន្តែខ្ញុំមិនបានធ្វើទេដោយសារតែទីមួយខ្ញុំខ្លាចខ្ញុំអត់ចាំ password Apple ID អញ្ចឹងទៅខ្លាចដល់ពេលយើងដោះដូរទៅមានបញ្ហាអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាមកដកស៊ុយកាកាតហ្នឹងនៅពលាន
ពេលដែលខ្ញុំមកដល់ Narita Airport ហ្នឹងគេមានម៉ាស៊ីនសម្រាប់ឲ្យយើងដកកាតហ្នឹងណាអញ្ចឹងគេមានជាភាសាអង់គ្លេសងាយស្រួលទេសំខាន់អ្នកនរគ្នាត្រូវការរកទីតាំងម៉ាស៊ីនហ្នឹងទៅបើសិនជាអ្នកនរគ្នាអត់ច្បាស់អាចសួរកន្លែងគេសួរព័ត៌មានអីហ្នឹងណាសួរគេទៅគេប្រាប់ទីតាំងហើយអញ្ចឹងអ្នកនរគ្នាអាចដកបានហើយនៅក្នុងហ្នឹងអ្នកនរគ្នាអាច top up លុយចូលទៅក្នុងហ្នឹងដូចជា1000 3000 5000 yen អីចឹងទៅអាហ្នឹងងាយស្រួលពេលដែលអ្នកនរគ្នាជិះtrend ផ្សេងគឺអត់ចាំបាច់ត្រូវការទិញសបុតរហូតណាអញ្ចឹងវាងាយស្រួលហើយមួយទៀតសួយការកាត់ហ្នឹងបើសិនជាអ្នកនរគ្នាសល់លុយនៅក្នុងហ្នឹងអ្នកនរគ្នាអាចយកចាយទៅតាមម៉ាតមួយចំនួនតាម mall តាម 7-Eleven អីចឹងសម្រាប់សួយការកាត់គេមានពីរប្រភេទមានពណ៌ក្រហមហើយនិងពណ៌បៃតងពីច្រើនពណ៌បៃតងហ្នឹងគឺសម្រាប់ local ហើយពណ៌ក្រហមសម្រាប់ tourist បើសិនជាអ្នកនរគ្នាដកនៅពលានគឺដកបានកាតក្រហមប៉ុន្តែបើអ្នកនរគ្នាមកដកនៅកន្លែង train station អ្នកនរគ្នាអាចដកបានកាតខៀវពីរហ្នឹងខ្ញុំអត់ច្បាស់ថាវាខុសគ្នាមិនដែរចឹងអ្នកនរគ្នាចង់ដឹងអ្នកនរគ្នាអាច check ព័ត៌មានបន្ថែមបានប៉ុន្តែកាតហ្នឹងអ្នកនរគ្នាអាច top up ឬក៏សល់លុយអីអាចដកចាយវាអីអាចចាយវាតាមម៉ាតាមអីដូចដែលខ្ញុំប្រាប់អ្នកនរគ្នាចឹងមួយទៀតសួយការកាតហ្នឹងគឺអត់អាចប្រើបានគ្រប់ trend ទាំងអស់ទេវាមាន trend ខ្លះដូចជា Skyliner អីគឺអត់អាចប្រើសុយការកាតនឹងបានទេbullet train អីក៏អត់អាចប្រើសុយការកាតនឹងបានដែរប៉ុន្តែសុយការកាតនឹងអាចប្រើបាន trend ច្រើនtrain station ច្រើនមែនតើទាំងនៅតូក្យូអូសាកាក្យូតូអញ្ចឹងបើសិនជាអ្នកនរគ្នាមានគម្រោងដើរទាំង3ទីតាំងហ្នឹងហើយដើរច្រើនអីអ្នកនរគ្នាអាចប្រើសុយការកាតហ្នឹងគឺចំណេញអញ្ចឹងនិយាយពីកំហុសដែលខ្ញុំធ្វើនៅក្នុងថ្ងៃទី1ហ្នឹងមានអីគេខ្លះអញ្ចឹងអ្នកនរគ្នាដែលមានគម្រោងមកអីបើស្ដាប់យកជាបទពិសោធន៍អាចយើងរៀងប្រយ័ត្នឬមួយក៏អត់បង្កើតកំហុសដូចជាខ្ញុំអញ្ចឹងណាទី1បើសិនជាអ្នកនរគ្នាមកដល់ airport តើអ្នកនរគ្នាគួរតែជិះ train ទៅអូតែលឬក៏ជិះ bus សម្រាប់បើសិនជាអ្នកនរគ្នាមកលក្ខណៈវ៉ាលីតិចមកតិចថ្ងៃនៅទៅក្នុងតូក្យូវ៉ាលីអីងាយស្រួលក្នុងការធ្វើដំណើរអីអ្នកនរគ្នាអាចជិះ train បានប៉ុន្តែបើសម្រាប់អ្នកដែលគាត់យកវ៉ាលីមកច្រើនដូចថា2 3ឬ1គីឡូ20គីឡូ30គីឡូអីខ្ញុំ recommend ឲ្យអ្នកនរគ្នាជិះ bus ដោយសារតែ bus នៅពេលដែលអ្នកនរគ្នាចេញពី airport គឺមានកន្លែងដាក់វ៉ាលីមានកន្លែងដាក់អីត្រឹមត្រូវហើយយើងគ្រាន់តែអង្គុយ bus ហ្នឹងនឹងដឹកយើងពីពលានមកដល់កន្លែងដែលគៀកអូតែយើងបំផុតអញ្ចឹងពេលដែលយើងមកដល់យើងគ្រាន់តែអាចនឹងដើរអីបន្តិចទៅគឺហួចជាស្រេចប៉ុន្តែសម្រាប់អ្នកដែលគាត់ជិះ train បើសិនជាគាត់អត់ដែរជិះពីមុនមកទេគាត់ឆ្ងល់ច្រើនគាត់ត្រូវការសួរនាំគេច្រើនពេលខ្លះត្រូវឡើងចុះកម្មជាដើរអីញញ៉ៃច្រើនដូចខ្ញុំថ្ងៃហ្នឹងគឺហត់ខ្លាំងមែនតើអញ្ចឹងបើសិនជាអ្នកនរគ្នាអត់ចង់ហត់អត់ចង់ពិបាកចឹងទេគួរតែជិះ bus ទៅល្អជាងបើតម្លៃវាអត់ខុសគ្នាហ្មងទេចំណុចមួយទៀតឧទាហរណ៍ថាអ្នកនរគ្នាមកដើរលេងពីម្នាក់អីចឹងទៅអញ្ចឹងនៅពេលដែលវិញគ្នាអ្នកនរគ្នាត្រូវធ្វើម៉េចចឹងដោយសារថ្ងៃហ្នឹងគឺខ្ញុំវិញគ្នាជាមួយមិត្តភក្តិខ្ញុំអញ្ចឹងម្នាក់ចាំម្នាក់អញ្ចឹងវាយូរមែនតែនហ្មងខាតពេលខ្លាំងមែនតែនអញ្ចឹងអីដែលខ្ញុំរីកមកអ្នកនរគ្នានៅពេលយើងអាចនិយាយគ្នាបាននៅពេលដែលយើងវិញគ្នាកន្លែងដែលយើងត្រូវរកមុនគេឧទាហរណ៍ថាយើងវិញគ្នានៅក្នុងពលានគឺយើងរក Wi-Fi អញ្ចឹងយើងបាច់ឈរចាំចោលទេយើងទៅរកកន្លែងណាដែលមានអ៊ីនធឺណិតមាន Wi-Fi ដូច airport Wi-Fi អីចឹងយើង connect ទៅយើងអាចតាក់ទងគ្នាបានអញ្ចឹងវាលឿនជាងងាយស្រួលជាងហើយណាមួយនៅ airport គឺប្រកាសជាមានហើយ airport Wi-Fi ហ្នឹងមួយទៀតចំណុចមិនដឹងចំណុចទីប៉ុន្មានទេចំណុចចុងក្រោយគេដែលខ្ញុំចង់ប្រាប់អ្នកនរគ្នាដោយសារតែខ្ញុំគឺជាមនុស្សដែលចូលចិត្តធ្វើអីគឺ well prepare ហ្មងគឺចូលចិត្ត booking មុនសូម្បីតែ activity អីផ្សេងៗគឺខ្ញុំចូលចិត្ត booking មុនហើយពេលដើរអីចឹងខ្ញុំចូលចិត្តចង់ដើរឲ្យបានច្រើនកន្លែងចង់ដើរឲ្យបានសព្វអញ្ចឹងខ្ញុំតែងតែធ្វើការ booking online មុនប៉ុន្តែថ្ងៃសម្រាប់ថ្ងៃទី1អ្នកនរគ្នាអត់គួរ book activity អីទេបើសិនជាអ្នកនរគ្នាអត់មាន plan ច្បាស់លាស់អញ្ចឹងដូចខ្ញុំអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំ book team lab ដើម្បីទៅមើលហើយខ្ញុំចាយ2នាក់អស់ខ្ទង់ចិត្ត60រៀលជាងតែចុងក្រោយខ្ញុំអត់បានទៅដោយសារអីអត់ដឹងគេធ្វើដំណើរពីណាទៅណាអត់ដឹងគេជិះ train ពីណាទៅណាគឺអត់មានបទពិសោធន៍អាឡែទៅសួរចុះសួរឡើងសួរជនជាតិជប៉ុនសូម្បីតែជនជាតិជប៉ុនក៏គេប្រាប់យើងក៏គេរៀងវល់ដែរទៅពេលអញ្ចឹងយើងកាន់តវល់ទៀតទៅពេលអញ្ចឹងធ្វើឲ្យយើងនឹង late នៅពេលដែលយើង late យើងទៅអត់បានលុយក៏ខាតពេលក៏ខាតអារម្មណ៍ក៏អត់ល្អសម្រាប់ថ្ងៃទី1ហត់ក៏ហត់ដល់ពេលចុងក្រោយគឺអត់បានអីដូចដែលយើងគ្រោងទុកតាម plan អញ្ចឹងបើសិនជាអ្នកនរគ្នាមកលើកទី1អីថ្ងៃទី1មកដល់អូតែសម្រាប់សិនក៏បានដើរលេងចិត្តនឹងសិនក៏បានយើងយក experience សិនអញ្ចឹងណាដល់ពេលហើយចាំថ្ងៃទី2ទី3អីចាំយើងចាប់ដើម set goal យើងថាយើងត្រូវទៅណាខ្លះ plan តាមនឹងអញ្ចឹងទៅអញ្ចឹងថ្ងៃទី1គឺខ្ញុំមានបទពិសោធន៍តែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាឆ្ងល់អីអាច comment សួរបានហើយស្អែកខាងស្អែកអីខ្ញុំនឹង share បទពិសោធន៍ផ្សេងទៀតបើសិនជាខ្ញុំជួបអីថ្មីខ្ញុំនឹងផ្ដល់ទៅតាមវីដេអូមួយហ្នឹង